កុំចេះតែដៀលអ្នកសិល្បៈមិនចេះធ្វើអីក្រៅតែពីសម្ដែងរស់បានតែនឹងការថតសាកមើលជីវិតក្រៅកាមេរ៉ារបស់តារាសម្ដែងដូចលីដាកំពុងជោគជ័យមានចំនួន3ធំក្នុងដៃតែក៏មិនដាច់ចិត្តចោលសិល្បៈគ្រាន់តែមានឱកាសភ្លាមហក់មកសម្ដែងភាពយន្តទាយាទធ្មប់វិញផ្លែតព្រោះតែស្គាល់ខ្លួនឯងច្បាស់ផ្ដើមចេញពីណាឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំតារាសម្ដែងដូចលីដាបានប្រាប់ថាខ្លួនមានការនឹករលឹកខ្លាំងចំពោះការសម្ដែងដោយសារតែរវល់នឹងមុខជំនួញមើលថែកូននិងគ្រួសារទើបរយល់ពីសិល្បៈប៉ុន្តែក្រោយបានស្ដាប់យល់សាច់រឿងនិងបានដឹងពីចំណុចពិសេសជាច្រើនធ្វើឲ្យអ្នកនាងមិនអល់ឯកក្នុងការវិលត្រឡប់មកសម្ដែងភាពយន្តត្បិតផ្ទៃរឿងទាំងមូលមិនមែនគ្រាន់តែជារឿងខ្មោចរឿងអាបរឿងធ្មប់ធម្មតាដែលមានត្រឹមតែឈុតឆាកខ្មោចលងបន្លាចបញ្ញាអារម្មណ៍អ្នកទស្សនាតែមួយមុខនោះឡើយខ្ញុំមានអារម្មណ៍ថារំភើបមែនណាព្រោះខានយូរឯងក្នុងការចូលជាចាំនិយាយថាចូលនៅក្នុងវិស័យនេះវិញហើយសំខាន់នៅក្នុងរឿងដែលខ្លួនឯងម្ដែងចាវាមានអារម្មណ៍រំភើបផ្សាយថ្មីដូចវិលទៅ8 10ម្ដងទៀតចឹងហ៎បងអាចថា4 5ឆ្នាំ5 6ឆ្នាំចាប៉ុន្តែតាមពិតមិនជាស្ងាត់ណាស់ណាព្រោះបើ TikTok ខ្ញុំផុសរហូតដែរតើបងតែបងឲ្យសង្សារចូលមើលខ្ញុំក្នុង TikTok ទៀតដែរ Facebook ទៀតដែរតែតោះជាមួយនឹងការហៅថតក៏មានតែគ្រាន់ថាសម្រាប់ពេលវេលាយើងវាអត់ដូចមុនអាចហៅថាយើងផ្ដល់ពេលវេលាទៅកូនច្រើនជាងទៅភាសាច្រើនជាងអញ្ចឹងទៅសម្រាប់រឿងនីមួយបើសិនជាចំណាយពេលវេលាវែងពេកអាហ្នឹងមានតែសុំដក clear សិនហើយមានតែសុំអនុគ្រោះអធិស្ឋានជាមួយនឹងពួកគាត់ហើយក៏តាមចិត្តគឺនៅតែស្រឡាញ់សិល្បៈនឹងចូលរួមសម្ដែងដដែលហើយដូចជាស្ដែងបច្ចុប្បន្ននេះគឺកូនខ្ញុំគាត់មានអាយុ6ឆ្នាំមិនមែនចាប់បំរាមពីស្វាមីអីណាអត់ទេបាទស្វាមីយើងបើកចិត្តយើងសម្ដែងធម្មតាអត់អីផងព្រោះថាយើងពីដើមហ្នឹងគឺជាអ្នកសិល្បៈអញ្ចឹងបើសិនជាគាត់នៅហាមគាត់នេះអត់ត្រូវផងចាប៉ុន្តែគាត់ថាសំខាន់គឺខ្ញុំខ្លួនឯងគឺខ្ញុំរវល់ជាមួយនឹងគ្រួសារចាហើយដូចនិយាយចឹងគឺដោយសារតែពេលវេលាវាអត់ណយផលចឹងណាចាហើយសម្រាប់រឿងនេះដែរគឺយើងចំណាយពេលមិនយូរខ្លាំងទេអញ្ចឹងខ្ញុំអាចចូលរួមសម្ដែងបានពីព្រោះថាវាតកតងជាមួយនឹងទីតាំងឆ្ងាយក៏ដូចជាពេលវេលាចាសម្រាប់រឿងនេះដែរគឺអ្នកដឹកនាំរឿងគឺ Jimmy Henderson គាត់គឺជាជនជាតិបរទេសហើយសម្រាប់ប្រភេទរឿងនេះតាមពិតភាគច្រើននៅរឿងនេះថតរបស់គាត់គឺជាប្រភេទរឿងមួយដែលថាខ្ញុំនឹកស្មានដល់វាផ្លែសម្រាប់ខ្ញុំហើយអញ្ចឹងទៅនៅពេលដែលគាត់តកតងខ្ញុំក៏ខ្ញុំគិតថានឹងចាប់អារម្មណ៍ដែរតែគាត់ថាមានការគិតតិចតួចព្រោះថាវាគឺជាតួអង្គសម្រាប់ខ្ញុំវាគឺជាតួអង្គប្រភេទធ្មប់អញ្ចឹងធម្មតាប្រភេទធ្មប់បើយើងស្ដាប់ឮទៅវាមិនសូវស្អាតទេប៉ុន្តែខ្ញុំគិតថាសម្រាប់ខ្ញុំគឺជាតួអង្គសម្ដែងមួយរូបខ្ញុំមិនដែលខ្លាចឬក៏រុញរាក្នុងនាមពាក្យថាជាតួសម្ដែងបែបណាក៏បានដែរឲ្យតែវាស័ក្តិសមជាមួយនឹងសាច់រឿងតែខ្ញុំក៏ឆ្ងល់ដែររឿងធ្មប់ហ្នឹងព្រោះជាក់ស្ដែងខ្ញុំមិនដែលបានឃើញពិតឬក៏អីខ្ញុំឮតែគេនិយាយតទៅពេលខ្ញុំបានចូលរួមក្នុងភាពយន្តនេះវាតកតងជាមួយនឹងធ្មប់ខ្ញុំក៏រៀងចាប់អារម្មណ៍ក៏ចង់ដឹងដែរចាថាធ្មប់ហ្នឹងវាយ៉ាងណាវាដូចអ្វីដែលគេនិយាយតគ្នាអត់ឬក៏អីអញ្ចឹងណាហើយអ្វីដែលយើងគ្រាន់តែឮអត់ដែរបានឃើញយើងរត់តែចង់ដឹងយ៉ាហើយអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំចង់ចូលរួមនៅក្នុងភាពយន្តមួយនេះដែរចាវាអាចនឹងអញ្ចឹងប៉ុន្តែក៏មិនប្រកាសថាអ្វីដែលក្នុងសាច់រឿងនេះបង្ហាញហ្នឹងវានៅតែដូចមែនតែនឬក៏វានៅតែដូចអ្នកដែលផ្សេងគេនិយាយដែរអញ្ចឹងជាក់ស្ដែងបើចង់ដឹងច្បាស់ទៅចូលរួមឬក៏ចូលទស្សនារឿងនេះផ្ទាល់ចាព្រោះថាបើនិយាយពីធ្មប់ឬក៏ខ្មោចព្រាយបិសាចហ្នឹងមនុស្ស10នាក់គឺនិយាយសាច់រឿងខុសគ្នាទាំង10នាក់វាផ្សេងគ្នាទាំងអស់សូមជម្រាបជូនថាភាពយន្តទាយាទធ្មប់នឹងចាក់បញ្ចាំងជូនទស្សនានៅលើគ្រប់រោងភាពយន្តទាំងអស់ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី19 ខែមីនាខាងមុខនេះ